ជំរាបសួរអ្នកទាំងអស់គ្នានេះគឺជាវីដេអូបង្ហាញពីរបៀបបង្កើត product ថ្មីនៅក្នុង system VH ជាដំបូងបងប្អូនត្រូវ login ចូលទៅក្នុង back office របស់ VH ដោយប្រើ user ហើយនិង password ដែលបងប្អូនមានបន្ទាប់មកទៀតចូលទៅកាន់ product list ចុចប៊ូតុង add ដាក់ឈ្មោះរបស់ category ហើយចុច save នេះគឺជា category ដែលយើងបានបង្កើតឥឡូវខ្ញុំសូមធ្វើការយក category ដែលឈ្មោះ eyes ហ្នឹងយកទៅដាក់នៅខាងលើដើម្បីងាយស្រួលក្នុងការបង្កើតនៅ product ចូលទៅក្នុង category មួយនេះជំហានបន្ទាប់គឺជាការបង្កើត product ចុចលើប៊ូតុង add នៅផ្នែកខាងស្ដាំដាក់ឈ្មោះរបស់ product ត្រង់ចំណុច description បើសិនជាបងប្អូនមានបងប្អូនអាចដាក់នៅទីនេះបានបន្ទាប់មកទៀតគឺ product code អញ្ចឹងខ្ញុំសូមដាក់ជាឧទាហរណ៍ថា product code ហ្នឹងគឺ I001 អញ្ចឹងដោយសារ product នេះគឺជាប្រភេទ ice អញ្ចឹងខ្ញុំសូមដាក់បញ្ចូលទៅក្នុង category ឈ្មោះ ice បន្ទាប់មកទៀតគឺរូបភាពរបស់ product បើសិនជាបងប្អូនមានបងប្អូនចុចបែបនេះដើម្បីទៅរករូបភាពជំហានបន្ទាប់គឺជាការកំណត់នៅ size ទំហំរបស់ product ហើយនិងតម្លៃខ្ញុំសូមដាក់ជាឧទាហរណ៍ size M តម្លៃ 6000 រៀលហើយនិង size L តម្លៃ 8000 រៀលជំហានបន្ទាប់គឺបងប្អូនជ្រើសរើសជាមួយនឹងតាក់ចុចសញ្ញាបូកជ្រើសរើសតាក់ដែលបងប្អូនមានហើយចុច confirm បន្ទាប់មកគឺជាការជ្រើសរើសយក modify អញ្ចឹងខ្ញុំសូមជ្រើសរើសយកកម្រិតជាតិស្ករហើយចុច confirm ជ្រើសរើសយក add on ហើយចុច confirm ឥឡូវខ្ញុំសូមពន្យល់3 function កន្លែងនេះទី1បើសិនជាបងប្អូនបើក function កន្លែងហ្នឹងគឺបានន័យថាបងប្អូនកំណត់ product បងប្អូនទៅជា unit ដែលមានដូចជា kilogram liter milliliter ឬក៏ផ្សេងទៀតឧទាហរណ៍ខ្ញុំកំណត់ជា kilogram ហើយចំនួនតម្លៃ 4000 រៀលហើយខ្ញុំលុប size L ចេញបាទឥឡូវខ្ញុំឧទាហរណ៍ប៉ុណ្ណឹងខ្ញុំសូមបិទនៅ function នឹងវិញទី2គឺ function open price អញ្ចឹងបើសិនជាបងប្អូនបើកកន្លែងហ្នឹងនៅពេលដែល user គាត់ order នៅលើ POS គឺគាត់អាចកែតម្លៃឡើងឬក៏ចុះទៅតាមការជាក់ស្ដែងដែលគាត់កែគឺគាត់អាចកែបានឧទាហរណ៍ថា size M តម្លៃ 6000 តែគាត់អាចកែទៅជាច្រើនជាងនឹងឬក៏ក្រោមនឹងក៏បានដែរខ្ញុំសូមបិទវិញនិងចុងក្រោយគឺ duty free product អញ្ចឹងបើសិនជាបងប្អូនបើកកន្លែងហ្នឹងបានន័យថា product មួយហ្នឹងគឺអត់ apply ទៅលើតាក់ទេចុងក្រោយគឺចុច save នៅខាងស្ដាំនេះបងប្អូនអាចធ្វើការលុបនៅ product របស់បងប្អូនឬក៏កែអ្វីមួយនៅក្នុង product របស់បងប្អូនហើយចុច save ជាការស្រេចបាទសូមអរគុណ